ចំណុចទី3នេះគឺអ្វីដែលអ្នកទាំងអស់គ្នាឃើញមានភាពប្លែកបាទអញ្ចឹងរូបទី3នេះពុំមែនជារូបរូបខាងក្រៅដែលគេឆូតនេះគឺជាការ៉េបាទអញ្ចឹងការ៉េយើងដឹងហើយថាបាទអញ្ចឹងខ្ញុំសូមដាក់ឡើងវិញបាទអញ្ចឹង A ស្មើ air គុណនឹង air បាទចឹងនៅក្នុងចំណុចលំហាត់ទី2នៃផ្ទៃក្រឡាថាសនេះគឺខ្ញុំពុំបានបង្ហាញអំពីមេរៀនខ្លះៗទេហើយខ្ញុំនឹងចូលដល់លំហាត់តែម្ដងដោយសារនៅក្នុងចំណុចទី2នេះគឺមានភាពបត់បែនច្រើនហើយសង្ឃឹមថាទាំងអស់គ្នានឹងអាចធ្វើការតាមដានពីដើមរហូតទៅដល់ចប់ដើម្បីយើងដឹងអំពីគន្លឹះខ្លះៗពីព្រោះអីពីព្រោះនៅក្នុងលំហាត់លេខ2អំពីផ្ទៃកីឡាថាសនេះគឺមានភាពចាំបាច់ជាច្រើនដែលយើងលើកយកមកសិក្សាអញ្ចឹងយើងមើលទាំងអស់គ្នាគណនាផ្ទៃកីឡាឆូតអញ្ចឹងអ្វីដែលគេឆូតនេះគឺនៅក្នុងរូបទាំងអស់នេះបាទអ្វីដែលជាខ្មៅនេះគឺគេហៅថាផ្ទៃដែលគេត្រូវឆូតបាទអញ្ចឹងប៉ុន្តែទន្ទឹមទៅនឹងការឆូតនេះដែរមានផ្ទៃសដែលគេអត់បានឆូតបាទខនេះក៏ដូចគ្នាគោនេះក៏ដូចគ្នាអញ្ចឹងតម្លៃរបស់ផ្ទៃឆូតនេះវាមានលក្ខណៈផ្សេងពីគ្នាប៉ុន្តែខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងអាចតាមដានបាទដោយយកចិត្តទុកដាក់ដើម្បីអាចបកស្រាយបានដោយខ្លួនឯងផងដែរក៏ប៉ុន្តែបើសិនជាទាំងអស់គ្នាមិនអាចបាទមិនបានតាមដានពីដើមរហូតទៅដល់ចប់បាទទាំងអស់គ្នាបាទគាត់ជាឆ្ងល់ថាមិនបានឃើញបែបនេះបែបនោះបាទអញ្ចឹងយើងចូលដល់មេរៀនរបស់យើងតែម្ដងលំហាត់របស់យើងតែម្ដងអញ្ចឹងនៅក្នុងនេះខ្ញុំរូបមន្តគឺផ្ទៃកីឡាថាសអញ្ចឹងរូបមន្តនៅទីនេះគឺ pi a ការ៉េអញ្ចឹង pi a ការ៉េនៅទីនេះគឺយើងអាចរកខ្នាតមួយមុនក៏បានអញ្ចឹងខ្ញុំរកបាទផ្ទៃកីឡាធំតែម្ដងអញ្ចឹងផ្ទៃកីឡាខ្ញុំតាំងដោយបែបនេះបាទ A បាទ A ស្មើ A1 បាទ A2 ដក A1 អញ្ចឹង A2 នេះគឺផ្ទៃធំទាំងអស់ដល់ A1 នេះគឺផ្ទៃនៅខាងក្នុងនេះនៅខាងក្នុងនេះ A2 នេះគឺបាទពីផ្ទៃនេះមកផ្ទៃនេះអញ្ចឹងវាដោយឡែកពីគ្នាអញ្ចឹងយើងរកផ្ទៃទី1ទី2ក៏បានបាទទី1ណាមុនក៏បានដែរអញ្ចឹងចុងក្រោយយើងធ្វើការដកដូចគ្នាផងដែរអញ្ចឹងបាទផ្ទៃទី2ចុងក្រោយផ្ទៃទី2បាទលក្ខណៈដែលយើងចង់បានពីព្រោះផ្ទៃទី2នេះគឺជាផ្ទៃដែលគេឆូតអញ្ចឹងផ្ទៃឆូតគឺត្រូវយកផ្ទៃទាំងអស់ដកនឹងផ្ទៃទី1បាទផ្ទៃកីឡាទី1អញ្ចឹងនេះគឺជារូបមន្តចុងក្រោយដែលយើងត្រូវលើកយកមកដោះស្រាយប៉ុន្តែទន្ទឹមនឹងនោះយើងត្រូវរកផ្ទៃកីឡាទាំងពីរនេះឲ្យឃើញសិនបាទអញ្ចឹងផ្ទៃកីឡាធំបំផុតបាទយើងតាំងដោយបែបនេះបាទ A1 គឺ pi a ការ៉េអញ្ចឹងយើងជួសលេខចូលមកអញ្ចឹង pi គឺតម្លៃរបស់ pi គឺ 3.14 ហើយ a ការ៉េនៅទីនេះគឺស្មើទៅនឹង8អញ្ចឹងផ្ទៃនេះគឺផ្ទៃទី1នេះយើងរកផ្ទៃទី1អញ្ចឹងយើងគណនានឹងគ្នាមកបាទផ្ទៃទី1អញ្ចឹង 3.14 គុណនឹង8គុណនឹង8គឺស្មើទៅនឹង 200.96 ម៉ែត្រការ៉េអញ្ចឹងគឺជាផ្ទៃនេះផ្ទៃនៃរង្វង់ពណ៌ស
បាទផ្ទៃនៃរង្វង់ពណ៌សគឺឃើញ 200.96 ម៉ែត្រការ៉េដែលយើងទៅរកផ្ទៃសរុបទាំងអស់បាទផ្ទៃសរុបទាំងអស់អញ្ចឹង A ស្មើនឹង A បាទយើងអាចជួសលេខឬក៏យើងដាក់រូបមន្តចូលមកវិញក៏បានបាទប៉ុន្តែបើយល់ហើយយើងជួសលេខតែម្ដងមកអញ្ចឹង A ស្មើ 3.14 គុណនឹង 12 អញ្ចឹងកម្មនៅទីនេះគឺស្មើទៅនឹង 12 អញ្ចឹង 12 ម៉ែត្របាទអញ្ចឹង 3.14 គុណនឹង 12 គុណនឹង 12 អញ្ចឹងផលគុណដែលយើងអាចរកឃើញគឺស្មើទៅនឹង 452.16 ម៉ែត្រការ៉េនៅក្នុងករណីនេះយើងរកឃើញផ្ទៃទី1ហើយយើងរកឃើញផ្ទៃសរុបអញ្ចឹងផ្ទៃទី2ដែលខ្ញុំតាំងដោយបាទ A2 នៅទីនេះតាំងដោយ A2 អញ្ចឹងយើងយកបាទនេះ A2 ស្មើ A ដកនឹង A1 បាទអញ្ចឹងយើងដកមកដើម្បីយើងរកផ្ទៃនៃឆ្នូតបាទផ្ទៃនៃឆូតអញ្ចឹងបាទ 452.16 ដកនឹង 200.96 អញ្ចឹងស្មើទៅនឹង 251.2 ម៉ែត្រការ៉េអញ្ចឹងផ្ទៃឆូតនេះគឺមានតម្លៃ 251.2 ម៉ែត្រការ៉េបងប្អូនគ្នាអាចធ្វើការចម្លងចូលហើយអាចយល់ខ្លះទេអំពីចំណុចកបាទអញ្ចឹងយើងដោះស្រាយជាដំណាក់ដើម្បីយើងរកអំពីផ្ទៃនៃឆូតនេះបាទចំណែកឯចំណុចខមិនខុសអំពីចំណុចកដូចគ្នាដែរគឺយើងរកអំពីផ្ទៃដែលគេឆូតប៉ុន្តែនៅក្នុងផ្ទៃឆូតនេះគឺមានរង្វង់រហូតដល់2បាទរង្វង់នីមួយមានកម្មដូចគ្នាបាទរង្វង់មួយនេះមានកម្ម 5 ម៉ែត្រហើយមួយទៀតគឺមានកម្ម 5 ម៉ែត្រអញ្ចឹងយើងតាំងដូចគ្នាផងដែរបាទ A ស្មើ A1 បាទ A2 ដកនឹង A1 បាទអញ្ចឹងយើងទាញរកតម្លៃរបស់ A2 ដូចគ្នាដែរបាទទាញរកតម្លៃរបស់ A2 អញ្ចឹង A ធំបាទដកនឹង A1 បាទអញ្ចឹងយើងតាំងដូចគ្នាមកបាទ A1 បាទឬក៏យើងតាំងយកតែម្ដងក៏បានព្រោះរូបមន្តរបស់យើងគឺតែមួយទេនៅខាងលើនេះអញ្ចឹង 5 ម៉ែត្របាទកម្មរបស់យើងគឺ5ហើយកម្មមួយទៀតក៏5ដូចគ្នាដែរអញ្ចឹងផៃបាទផៃតម្លៃរបស់ផៃគឺ 3.14 អញ្ចឹងយើងរកបាទ A1 បាទគឺ2កតាយ 3.14 គុណនឹង5គុណនឹង5តើអ្នកគ្នាថាមិនបានចំណុចនេះ2មកពីណាអញ្ចឹងរូបរបស់យើងនៅក្នុងផ្ទៃខនេះគឺមានរង្វង់រហូតដល់2អញ្ចឹងកម្មនេះក៏ដូចគ្នាដែរអញ្ចឹងបើកម្មដូចគ្នាយើងគុណបាទយើងគុណនឹង2មកបាទ2កតាឲ្យ 3.14 គុណនឹង5គុណនឹង5អញ្ចឹងស្មើនឹងបាទស្មើទៅនឹង 157 ម៉ែត្រការ៉េក្នុងដំណាក់កាលនេះដែលយើងរកឃើញអំពីផ្ទៃនៃពណ៌សនេះហើយដែលគេបានឆូតអញ្ចឹងយើងទៅរកផ្ទៃសរុបទាំងអស់ហើយបន្តមកទៀតយើងទៅរកផ្ទៃនេះឆូតបាទអញ្ចឹងយើងរកផ្ទៃសរុបអញ្ចឹងយើងមិនចាំបាច់តាំងរូបមន្តមកវិញក៏បានដែរបាទយើងដាក់តែម្ដងអញ្ចឹង 3.14 ហើយគុណនឹង10គុណនឹង10មកដល់ទីនេះទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាបាន10និង10មកពីណាបាទអញ្ចឹងបើយើងវាស់ទៅពាក់កណ្ដាលនៃចំណុចនេះមកខាងនេះគឺស្មើទៅនឹង10បាទអញ្ចឹងពាក់កណ្ដាលនៃចំណុចនេះគឺស្មើទៅនឹង10បាទពីព្រោះអីយើងដឹងហើយថារង្វង់តូចនេះពាក់កណ្ដាលនេះស្មើទៅនឹង5ម៉ែត្រ
អញ្ចឹងបន្ថែម5មួយទៀតមកគឺបាន10អញ្ចឹងចំណុចកណ្ដាលនេះគឺនេះគឺជាចំណុចកណ្ដាលហើយមកខាងនេះចំណុចទី3នេះគឺអ្វីដែលអ្នកទាំងអស់គ្នាឃើញមានភាពប្លែកបាទអញ្ចឹងរូបទី3នេះពុំមែនជារូបរូបខាងក្រៅដែលគេឆូតនេះគឺជាការ៉េបាទអញ្ចឹងការ៉េយើងដឹងហើយថាបាទអញ្ចឹងខ្ញុំសូមដាក់ឡើងវិញបាទអញ្ចឹង A ស្មើ air គុណនឹង air បាទប៉ុន្តែហេតុអ្វីបានជាយើងបែបនេះបាទអញ្ចឹងបើតាមរូបមន្តនៃការ៉េគឺ A បាទស្មើនឹងបាទស្មើនឹង A បាទ A តូចការ៉េបាទអញ្ចឹងយើងបាន4គុណនឹង4អញ្ចឹងសួរថាម៉េចបាន4គុណនឹង4បាទអញ្ចឹងយើងមើលផ្ទៃខាងនេះបាទអញ្ចឹងយើងមើលមកខាងនេះ2បាទមកខាងនេះ2មិនបានថា2បើយើងយកបាទចំណុចនេះយកមកវាស់មកគឺមានតម្លៃ2ម៉ែត្រហើយមកក្រោមទៀត2អញ្ចឹង4បាទអញ្ចឹង4គុណនឹង4អញ្ចឹង4គុណនឹង4នេះគឺជាការដែលយើងរកនៅទីនេះគឺជាផ្ទៃកន្លាការ៉េបាទផ្ទៃកន្លាការ៉េអញ្ចឹងផ្ទៃកន្លាការ៉េនៅទីនេះគឺស្មើទៅនឹង16ម៉ែត្រការ៉េបាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញដែលហើយខ្ញុំសូមលុបទីនេះបន្តិចបាទអញ្ចឹងផ្ទៃកន្លាការ៉េយើងដឹងហើយបាទ A ស្មើនឹងបាទមែនតើទៅនៅទីនេះបាទ A ការ៉េបាទ A តូចអញ្ចឹងជ្រុងគុណនឹងជ្រុងបាទជ្រុងគុណនឹងជ្រុងដោយសាររូបមន្តផ្ទៃកន្លាការ៉េគឺមានលក្ខណៈបែបនេះអញ្ចឹងជ្រុងមួយខាងនេះគឺមាន4ម៉ែត្របាទហើយមួយខាងនេះ4មួយខាងនេះ4អញ្ចឹង4គុណនឹង4គឺឃើញ16ម៉ែត្រការ៉េអញ្ចឹងខ្ញុំបាទបញ្ជាក់ឡើងវិញហើយថានៅទីនេះគឺតេតិនទៅនឹងរូបផ្ទៃកន្លាការ៉េបាទផ្ទៃកន្លាការ៉េកែងលោអ្នកទាំងអស់គ្នាថាម៉េចបានរូបបាទរូប3នេះខុសតែរូបនេះមួយទេបាទរូបនេះគឺផ្ទៃកន្លាការ៉េបាទអញ្ចឹងស្មើទៅនឹង16អញ្ចឹងយើងរកផ្ទៃខាងក្រៅឃើញហើយឥឡូវយើងទៅរកផ្ទៃនៃរង្វង់នៃតែម្ដងអញ្ចឹងបាទផ្ទៃនៃផ្ទៃកន្លាការ៉េបាទសំទោសផ្ទៃកន្លារង្វង់បាទគឺ A ស្មើនឹងអញ្ចឹងបាទ A ស្មើនឹងបាទ A ស្មើនឹង pi a ការ៉េបាទអញ្ចឹង pi 3.14 ហើយ a របស់យើងគឺ2ម៉ែត្របាទ2ម៉ែត្រនៅទីនេះអញ្ចឹងយើងគណនានឹងគ្នាមកបាទផ្ទៃកន្លារង្វង់បាទ3.14 គុណនឹង2គុណនឹង2អញ្ចឹងឃើញអញ្ចឹងយើងបាន 12.56 ម៉ែត្រការ៉េមកដល់ដំណាក់កាលនេះបាទយើងចង់រកអ្វីដែលគេឆូតនៅខាងក្រៅអញ្ចឹងយើងយក16ដកជាមួយនឹង12បាទដកនឹង 12.56 អញ្ចឹងយើងនាំឲ្យយើងបាននៅទីនេះស្មើទៅនឹង 3.44 ម៉ែត្រការ៉េអញ្ចឹងផ្ទៃនៃឆូតនេះគឺស្មើទៅនឹង 3.44 ម៉ែត្រការ៉េអញ្ចឹងនៅក្នុងលំហាត់នេះដូចជារាងវែងបន្តិចហើយខ្ញុំបាទរំពឹងថាទាំងអស់គ្នានឹងអាចយល់អំពីការដោះស្រាយមួយនេះបាទហើយក៏ចង់បញ្ជាក់ឡើងវិញដែរថារូបគោនេះគឺបាទផ្ទៃនៅខាងក្រៅនៃរង្វង់នេះគឺជាផ្ទៃកន្លាបាទផ្ទៃកន្លាការ៉េហើយរូបនៅខាងក្នុងគឺជារង្វង់អញ្ចឹងអ្វីដែលគេចង់បានគឺជាផ្នែកឆ្នូតហើយមុននឹងការគណនាបានក៏យើងត្រូវគណនាផ្នែកការ៉េនេះជាមុនសិនបាទយើងគណនាផ្នែកការ៉េរួចសូមយើងទៅគណនារង្វង់បាទរង្វង់
អញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងឯងហើយខ្ញុំសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនាពីដើមរហូតដល់ចប់សូមអរគុណសូមគោរពលា